កាមេរ៉ា iPhone 17 Pro Max គឺកាកខ្លាំងមែនតើទំហំ48 megapixel ប៉ុន្តែអាចថតមកបានត្រឹមតែ12 megapixel ទេឈប់កំហុសមិនមែនមកពីកាមេរ៉ារបស់ទូរស័ព្ទទេប៉ុន្តែវាជាកំហុសរបស់យើងផ្ទាល់តែម្ដងដែលយើងអត់បានទៅបើកមុខងារមួយនេះនិយាយទៅបញ្ហាត្រង់កន្លែងនេះប្រសិនបើយើងអត់បានចាប់អារម្មណ៍ទេគឺយើងនឹងគិតថាទូរស័ព្ទហ្នឹងគឺនឹងថត quality មកអត់បានតាមអ្វីដែលគេបានដាក់ដូចជា iPhone 17 Pro Max នេះគឺទំហំកាមេរ៉ាហ្នឹងគឺ48 megapixel ប៉ុន្តែជាក់ស្ដែងថតមកគឺបានត្រឹមតែ12 megapixel ទេអញ្ចឹងបញ្ហាដើម្បីទៅដោះត្រង់កន្លែងនេះដើម្បីឲ្យយើងអាចថតបាន48 megapixel គឺយើងត្រូវទៅចូលទៅបើកមុខងារ Pro សិនចង់បានទូរស័ព្ទបន្ថែមថ្មីឬក៏មកទឹកដែលមានគុណភាពល្អតម្លៃសមរម្យមានការធានាត្រឹមត្រូវអ្នកទាំងគ្នាអាចរកបាននៅហាងលក់ទូរស័ព្ទដៃលំហេងតែនឹងផ្ដល់សេវាកម្មល្អរហ័សទាន់ចិត្តមិនសាំញ៉ាំមិនថាទិញដាច់ឬក៏បងរំលោភអូខេអញ្ចឹងយើងចូលមកក្នុង setting អស់មកត្រង់កន្លែងកាមេរ៉ាយើងចុចត្រង់ពាក្យថា format អូខេអញ្ចឹងគឺយើងនឹងឃើញត្រង់កន្លែង Pro Raw នេះហើយបើសិនបើទូរស័ព្ទរបស់បងប្អូនទាំងគ្នាអត់ទាន់បានបើកត្រង់កន្លែងហ្នឹងទេគឺយើងចុចមកបើកត្រង់កន្លែងនេះមកទូរស័ព្ទរបស់យើងគឺយើងអាចថតបានទំហំ48 megapixel ដែលពេញតែម្ដងអញ្ចឹងបន្ទាប់ពីយើងបើកត្រង់កន្លែងហ្នឹងហើយដើម្បីយើងថតរូបមកឲ្យបាន48 megapixel ពេញតែម្ដងយើងចូលមកក្នុងត្រង់កន្លែងកាមេរ៉ាយើងចុចត្រង់កន្លែងកាមេរ៉ាហើយយើងចុចត្រង់កន្លែងនេះមកអញ្ចឹងគឺនឹងឃើញឲ្យយើងរើសតែម្ដងបាទយើងចង់ថត12 megapixel ឬក៏48 megapixel អញ្ចឹងបើសិនបើយើងត្រូវការថតរូបធម្មតាយើងចង់បាន48 megapixel យើង select ពាក្យថា JPEG នេះមកហើយយើង select ត្រង់កន្លែង48 megapixel ហើយសម្រាប់ត្រង់កន្លែង RAW នេះបើសិនបើយើងថតមកយើងត្រូវការយក edit អីបន្ថែមលេង color លេងអីបន្ថែមទៀតចង់ច្បាស់ត្រូវការកែច្រើនគឺយើងអាចយើងចុច file RAW នេះមកហើយយើងចុច48 megapixel ប៉ុន្តែគ្រាន់ថាយើងថតជា file RAW គឺរូបរបស់យើងនឹងអាចថាមានទំហំធំឬក៏ថា C space ទូរស័ព្ទរបស់យើងច្រើនអីចឹងទៅអញ្ចឹងបន្ទាប់ពីខ្ញុំកំណត់ហើយរូបភាពរបស់ខ្ញុំគឺនឹងបាន48 megapixel តែម្ដងនេះគឺយើងនឹងឃើញ48 megapixel ហើយត្រង់កន្លែងនេះខ្ញុំក៏ចង់បញ្ជាក់ដែរពេលដែលយើងកំណត់បែបនេះហើយពេលដែលយើងថតដោយប្រើគុណនឹង1គឺមានន័យថាទំហំរបស់យើងគឺនឹងបាន48 megapixel ពេញតែម្ដងប៉ុន្តែបើសិនបើយើងធ្វើការថតដោយប្រើ 0.5 គុណនឹង2គុណនឹង3ឬក៏ថាដោយប្រើ macro lens អីជាដើមអញ្ចឹងគឺគុណភាពរូបរបស់យើងគឺបានត្រឹមតែ12ទៅ24 megapixel ទេនៅក្នុងទូរស័ព្ទ iPhone អញ្ចឹងដើម្បីឲ្យបើសិនថាចង់ថតរូបឲ្យបានគុណភាពខ្ពស់ហើយដោយបាន48 megapixel គឺយើងគ្រាន់តែថតជាមួយនឹងគុណនឹង1ឬក៏ថតទំហំធម្មតានឹងឯងអញ្ចឹងត្រង់នេះហើយគឺជាកន្លែងដែលខ្ញុំចង់បញ្ជាក់ដើម្បីកុំឲ្យបងប្អូនទាំងគ្នាដែលប្រើជាមួយនឹងទូរស័ព្ទ iPhone ហ្នឹងយល់ច្រឡំថាទូរស័ព្ទ48 megapixel ហេតុអីថតមកបានត្រឹមតែ12ឬក៏24 megapixel និយាយទៅត្រង់កន្លែងនេះគឺសំខាន់ដែរបើសិនបើយើងទិញទូរស័ព្ទថ្មីមកយើងអត់ចេះកំណត់ទេប្រយ័ត្នទិញបានតែទូរស័ព្ទថ្មីប៉ុន្តែពេលដែលយើងប្រើគឺយើងមានអារម្មណ៍ថាដូចជាបានរបស់ចាស់ដដែលអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែមើលវីដេអូនេះពេលដែលមើលហើយបងប្អូនទាំងគ្នាសាកយកវិធីដែលខ្ញុំប្រាប់នេះយកទៅអនុវត្តសាកលើមើលចង់ដឹងថាបានគុណភាពដូចអ្វីដែលខ្ញុំបានប្រាប់ដែរឬអត់ហើយកុំភ្លេច comment នៅក្រោមវីដេអូនេះដើម្បីខ្ញុំបានដឹងផង